សម្រាប់បងអូនដែលជាអ្នកចូលចិត្តញ៉ាំដូចខ្ញុំគ្រាន់តែឃើញទឹកសាឡហ្នឹងគឺទាយដឹងហ្មងថាជាសាឡអីបើនិយាយពីខ្ញុំវិញបញ្ចូលសលេងបដាឃើញទឹកសាឡបដាគឺហេវបដាហ្មងពោលថាជាម្ហូបខ្ញុំចូលចិត្តចឹងណាហើយមិនសូវបានញ៉ាំទេដោយសារខ្ញុំមិនអ្នកបកកាយធ្វើម្ហូបហ៎ម្ហូបផ្សេងៗគឺខ្ញុំអាចធ្វើបានហើយផ្សំគ្រឿងតាមការចូលចិត្តរបស់ខ្ញុំចឹងណាព្រោះមិនអ្នកបកកាយធ្វើម្ហូបអីទេធ្វើបានតែញ៉ាំទេហើយម្សៅហ្នឹងគឺមានកិត្តិយសមែនតើបានញ៉ាំនំបញ្ចុកសាឡខ្មែរសារដៃម្ដាយមីងគ្រូសាខ្ញុំគាត់ធ្វើម្ហូបឆ្ងាញ់ទាំងអស់គ្នាហើយនិយាយទៅតាំងពីខ្ញុំបានមកនៅអាមេរិកមកពីច្រើនគឺខ្ញុំញ៉ាំនំបញ្ចុកស្នាដៃគាត់នឹងដោយសារគាត់ស្លឆ្ងាញ់ចឹងណាហើយតែស្លលើកណាហ្នឹងគឺមិនដែលរំលងខ្ញុំទេគឺត្រូវតែមានហ្មងនិយាយពីជួយវិញគឺជួយបានច្រើនទេដោយសារយើងអត់ចេះស្លបានតែឈររៀនពីគាត់ហើយនឹងជួយចិត្តបន្លែបេះបន្លែហើយហុចគ្រឿងដើម្បីឲ្យគាត់ផ្សំទឹកស្លហើយនេះដល់វគ្គខ្ញុំផ្សំគ្រឿងញ៉ាំហើយអ្នកទាំងអស់គ្នាដូចខ្ញុំអត់នំបញ្ចុកអញ្ចឹងគឺខ្ញុំចូលចិត្តជីគ្រប់មុខជីអីក៏ដោយជីកាមជីពងទាកូនជីក្រហមហ្នឹងអាហ្នឹងគឺខ្ញុំចូលចិត្តហ្មងមិនថាសាឡការីឬមួយក៏សាឡខ្មែរទេហើយទឹកសាឡវិញអ្នកទាំងអស់គ្នាហើយសាឡប្រហែលគាត់ដាក់បើកក្របឆ្នាំងមកគឺភីក្លិនឈ្ងុយហ្មងព្រោះធម្មតាស្លោប្រហែលខ្មែរយើងគឺឆ្ងាញ់ទាំងអស់គ្នាប៉ុន្តែនៅនេះគឺប្រហែលត្រីរស់ត្រីទក់ដូចនៅស្រុកខ្មែរយើងណាស់មានដែរប៉ុន្តែជាប្រភេទត្រីនំចូលចឹងយកមកស្លក៏មិនសូវមានជាតិឆ្ងាញ់ដូចនៅស្រុកយើងដែរអ្នកទាំងអស់គ្នាយើងមករស់នៅកែវសុកចឹងហេវអីគឺត្រូវតែច្នៃខ្លួនឯងចឹងណាសម្រាប់ខ្ញុំនំបញ្ចុកមួយគឺខ្វះស្ដេចគួរអត់មែនទេហើយស្ដេចគួរនេះដែរគឺខ្ញុំបានមកពីបងប្អូនខ្មែរយើងគាត់ដាំឲ្យទាំងអស់គ្នាដោយសារកំឡុងខែហ្នឹងគឺជាខែក្តៅអញ្ចឹងហើយបងប្អូនយើងដាំតំណាំបានច្រើនណាស់ហើយរបស់ចុងក្រោយដែលខ្ញុំភ្លេចអត់មែននោះគឺអំបិលម្ទេសទាំងអស់គ្នាខ្ញុំបញ្ចុកគឺខ្ញុំចូលចិត្តអំបិលម្ទេសណាស់ហើយវីដេអូខ្ញុំក៏មានប៉ុណ្ណឹងដែរអរគុណបងប្អូនបាយបាយ